លំហាត់ប្រតិបត្តិថ្នាក់ទី10ងាយងាយដកស្រង់ចេញពីមេរៀនពហុធាតុបាទក្នុងនេះគេឲ្យយើងសរសេរពហុធាតុដែលតំណាងឲ្យផ្ទៃក្រឡាសរុបនៃរូបទាំងអស់បាទអញ្ចឹងរូបទាំងអស់នេះគេឲ្យយើងរកផ្ទៃក្រឡារបស់វាបាទរូបទី1នេះយើងមើលទៅវាជាការ៉េដែលមានរង្វាស់ជ្រុងរបស់វា x x អញ្ចឹងកាលណាចង់រកផ្ទៃក្រឡាការ៉េយើងយកជ្រុងគុណនឹងជ្រុង x គុណនឹង x បាន x ការ៉េបាទរូបនេះចតុកោណកែង x គុណនឹង1បាន x x គុណនឹង1បាន x បាទអានេះការ៉េទៀតហើយ1គុណនឹង1បាន1ខាងក្រោមនេះ1គុណនឹង1បាន1អញ្ចឹងផ្ទៃកន្លះសរុបរបស់វាគ្រូសូមតាំងដោយ sx បាទ sx ស្មើនឹង x ការ៉េបូកអានេះ x បូកនឹងអានេះ x 1 1បូក1បូក1ចុងក្រោយយើងបាន x ការ៉េ x បូក x បាន2ដង x 1បូក1ស្មើ2អញ្ចឹងចម្លើយយើងបានប៉ុណ្ណឹង